សួស្តីមិត្តភ័ក្តិបងប្អូនសំណាងទាំងអស់គ្នាណាអញ្ចឹងថ្ងៃនេះគឺសំណាងមានពីរពាក្យទៀតមកបង្ហាញមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាពាក្យទី1គឺគេហៅថាធុងទឹកទៅទេហើយអូខេធុងទឹកហើយពាក្យទី2គឺគេហៅថាបោយដួសទឹកណាបោយដួសទឹកអូខេអញ្ចឹងយើងនឹងតាមដានទាំងអស់គ្នាតើធុងទឹកជាអង់គ្លេសថាម៉េចហើយបោយដួសទឹកជាអង់គ្លេសថាម៉េចតើឥឡូវទៅតាមដានសំណាងបង្ហាញនៅលើ screen ទូរស័ព្ទទាំងអស់គ្នាហើយក៏មានឧទាហរណ៍ជាច្រើននៅក្នុងនឹងដែរពីរបៀបនៃការប្រើជាមួយនឹងពាក្យធុងទឹកហើយនឹងបោយដួសទឹកហើយបន្ទាប់មកទៀតសំណាងនឹងតំក៏បង្ហាញជាក់ស្ដែងតែម្ដងទៅដល់ទីតាំងនៃបោយទឹកណែហើយនឹងធុងទឹកអូខេតោះឥឡូវចាប់ដើមបន្តទៀត Let's go សំណាងអញ្ចឹងសំណាងមុនមិញសន្យាថានឹងចែករំលែកពាក្យ2ទៅបងប្អូនទាំងអស់គ្នាឬក៏មិត្តភ័ក្តិសំណាងណាអូខេឥឡូវពាក្យ2ហ្នឹងបានមកដល់ហើយទី1គឺគេហៅថាធុងទឹកអូខេអញ្ចឹងឥឡូវតាធុងទឹកហ្នឹងអង់គ្លេសគេថាម៉េចអង់គ្លេសគេថា bucket យ៉ាធុងទឹកអង់គ្លេសគេថា bucket យ៉ា bucket គឺប្រែថាធុងទឹកអូខេឥឡូវយើងឧទាហរណ៍តកតហ្នឹង bucket តាឥឡូវឧទាហរណ៍ណា I need to fill the bucket with water អូខេអញ្ចឹងប្រែមកថាឥឡូវកុំអានតែឥឡូវសំណាងអានសិនតាអាន I need to fill the bucket with water អូខេតោះឥឡូវបតាប្រែពាក្យមួយឲ្យណា I ប្រែថាខ្ញុំ need ប្រែថាត្រូវការ fill ប្រែថាបំពេញឬក៏បានន័យថាធ្វើឲ្យពេញបំពេញគឺធ្វើឲ្យពេញដល់ពេល bucket ប្រែថាធុងទឹកដែរបាទដល់ពេល with ប្រែថាជាមួយបាទដល់ពេល water ប្រែថាទឹកអូខេតោះឥឡូវយើងប្រែទាំងអស់គ្នា Yes តែអានម្ដងទៀតណា I need to fill the bucket with water ខ្ញុំត្រូវការដាក់ទឹកឲ្យពេញធុងអូខេបានន័យថាខ្ញុំត្រូវការបំពេញទឹកនៅក្នុងធុងបាទឲ្យពេញណាអូខេខ្ញុំត្រូវការដាក់ទឹកនៅក្នុងធុងឲ្យពេញណាអូខេអញ្ចឹងគឺប្រែបែបហ្នឹងណាតោះឥឡូវពាក្យទី2ដែលសំណាងចង់បង្ហាញមិត្តភ័ក្តិពាក្យទី2នោះគឺគេហៅថាបោយដួសទឹកបោយដួសទឹកនេះជាទូទៅគេប្រើប្រាស់សម្រាប់ងូតទឹកក្នុងពាងក្នុងអីយើងងូតទឹករាល់ថ្ងៃណាអូខេមកថៃទុកលុកមុខទុកអីហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាទុកលាងដៃបោយដួសទឹកតែឥឡូវបោយដួសទឹកអង់គ្លេសគេថាម៉េច water dipper យ៉ាអានម្ដងទៀត water dipper យ៉ា water dipper នេះណានេះអានេះគេហៅថា water dipper អូខេតោះឥឡូវប៉ាអានឧទាហរណ៍ឲ្យស្ដាប់ណា I use the water dipper to scoop water from the jar and pour it into the bucket until it's full អូខេណាអូខេអញ្ចឹងតើឥឡូវសំណាងអានតាអាន I use the water dipper to scoop water from the jar to and pour it into the bucket until it's full អូខេតោះឥឡូវប៉ាប្រែឲ្យមួយណា I ប្រែថាខ្ញុំ use ប្រែថាប្រើប្រាស់ water dipper ប្រែថាបោយដួសទឹកយ៉ាដល់ពេល scoop water ប្រែថាពីក្នុងពាងដួសទឹកអូខេ scoop water នេះគឺដួសទឹកfrom គឺមកពីចាមកពីក្នុងបាទ from the jar គឺមកពីក្នុងពាង and pour it បាទ pour it នេះបានន័យថាចាក់ទឹកអូខេ pour នេះគឺចាក់ណាចាក់ទឹកអូខេយើងចាក់ទឹកបាទយើងតាក់ទឹក into the bucket បានន័យថាចាក់ទឹកចូលទៅក្នុងធុងមែនទេ until it
until it it full full អូខេបាទ until it full ហ្នឹងបានន័យថារហូតដល់ ពេញ ពេញរហូតដល់ពេញណាឥឡូវយើងបកតែម្ដងណាយើងបកថាខ្ញុំប្រើប្រាស់នេះបោយដួសទឹកគេហៅ water dipper ហ្នឹងដើម្បីដួសទឹកណា scoop water ហ្នឹងគឺដើម្បីដួសទឹកពីក្នុងពាងហើយចាក់ទឹកហ្នឹងបានន័យថា pour it បានន័យថាចាក់ទឹក into the bucket ចូលទៅក្នុងធុងរហូតដល់ ពេញអូខេណា ខ្ញុំប្រើប្រាស់ដោយដួសទឹកពីក្នុងពាងចាក់ចូលក្នុងធុងរហូតដល់ពេញអូខេណាតោះឥឡូវឧទាហរណ៍មួយទៀតប៉ាមានឧទាហរណ៍ផ្សេងមួយទៀតតកតងទៅនឹងបោយដួសទឹកហ្នឹងណាដែលគេហៅថា water dipper អូខេតោះឥឡូវប៉ាអានណា I use the water dipper to scoop water from the jar to wash my face and rinse my mouth អូខេតោះឥឡូវប៉ាអានមួយណាអូខេបកមួយណា I ប្រែថាខ្ញុំ use ប្រែថាប្រើប្រាស់ water dipper ប្រែថាបោយដួសទឹក scoop water ប្រែថាដួសទឹកអូខេ from the jar បានន័យថាពីក្នុងពាង to wash my face បានន័យថាដើម្បីលុបមុខ and ហើយនឹងyes rinse my mouth ពុលមាត់ yes rinse បានន័យថាក្លុកឬក៏ពុលណាដល់ពេល rinse my mouth អញ្ចឹងបានន័យថាយើងខ្ពុលមាត់តែឥឡូវសំណាងអានតាសំណាងអាន I use the water dipper to scoop water from the jar to wash my face and rinse my mouth ប្រែថាខ្ញុំប្រើបោយដួសទឹកពីពាងដើម្បីលាងមុខនិងពុលមាត់អូខេតោះឥឡូវបងប្អូនចាំទៅមើលវគ្គបង្ហាញបោយទឹកហើយនឹងធុងទឹកទាំងអស់គ្នាណាអូខេបាយសួស្តីតាឥឡូវយើងទៅបង្ហាញជាក់ស្ដែងនៅក្នុងផ្ទះតែម្ដងណាថាតើបោយដុសទឹកនិងធុងទឹកហ្នឹងគឺនៅទីណាហើយយើងប្រើប្រាស់អីយ៉ាងម៉េចណាអូខេតោះក្តាប់សំណាងតាយើងទៅបង្ហាញបងប្អូនយើងឥឡូវយើងដើរទៅតាមមុខផ្ទះណាដើរតាមមុខផ្ទះអូខេតោះដើរតាមមុខផ្ទះចំណាអត់នឹងស្បែកជើងពាក់អូខេនេះទៅរកស្បែកជើងពាក់សិបាទរកស្បែកជើងពាក់មកមកនេះមកអូខេឥឡូវយើងមកបង្ហាញតទៅនឹងបោយដួសទឹកអូខេបោយដួសទឹកយើងកន្លែងនេះអត់មានបោយដួសទឹកទេឥឡូវយើងមកក្រោយមកសំណាមកលឿនបងប្អូនឥឡូវគាត់ទៅបង្ហាញធុងទឹកហើយនឹងបោយដួសទឹកបាទអញ្ចឹងធុងទឹកយ៉ាងម៉េចបោយដួសទឹកយ៉ាងម៉េចតើឥឡូវសំណាងនៅណាមកទៅយកអូខេអូនៅណាចេះអូខេនៅណាអូនេះអានេះគេហៅអីគេអានេះហ្នឹងហៅគេហ្នឹងគេហៅថា water dipper អូខេ water dipper នេះគេហៅថាបោយទឹក water dipper ណាអូខេហើយមួយទៀតធុងទឹកនៅណាធុងទឹកអូខេហើយយើងមើលធុងទឹកម្ដងឥឡូវមកមើលកន្លែងជាក់ស្ដែងហ្មងថាធុងទឹកអីយ៉ាងម៉េចអូខេឥឡូវនេះសំណាងយកមកបង្ហាញនេះចុះអានេះហើយគេណាធុងទឹកអូខេធុងទឹកចង់អង់គ្លេសថាម៉េចធុងទឹកហ្នឹងធុងទឹកមានថា bucket អូខេតើឥឡូវប្រាប់បងប្អូនមើល bucket អានេះជាbucket អូខេលើកមកខាងនេះជាអីbucket អូខេជា bucket ហើយដល់ពេលអានេះគឺជា water dipper water dipper អញ្ចឹង water dipper នេះគេប្រើសម្រាប់ដួសទឹកដួសទឹកក្នុងពាងនេះដួសទឹកក្នុងពាង water dipper អញ្ចឹងអានេះក៏ដួសបានដែរបាទអញ្ចឹងអានេះ bucket អាតូច bucket វាមានតូចវាមានធំណាអូខេអញ្ចឹងយើងរៀនថ្ងៃមុនយើងរៀនអំពី water jar ណាពាងទឹកឥឡូវយើងមកដឹងពាក្យពីរហ្នឹងអូខេតោះឥឡូវសំណាងមានអីផ្ដាំអូខេតោះ
like subscribe like subscribe share ក៏ដឹង ចុចសញ្ញាកណ្ដឹង share comment comment អូខេតោះឥឡូវ goodbye សិនទៅតាណាហើយ bye goodbye អញ្ចឹងវាបង្ហាញតែប៉ុណ្្នឹងឯណា yeah អូខេ bye bye bye